ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកបកស្រាយអាថ៌កំបាំងដ៏ធំមួយក្នុងពិភព One Piece នោះគឺធម្មពលពិតប្រាកដរបស់ Monkey D. Dragon ដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាវគ្គចុងក្រោយនៃ One Piece កំពុងឈានជើងចូលមកដល់ហើយគ្រប់យ៉ាងកាន់តែគួរឲ្យចាប់អារម្មណ៍ជាងមុនទៅទៀតវានឹងពាក់ព័ន្ធជាមួយនឹងតួអង្គសំខាន់និងមានឥទ្ធិពលបំផុតជាពិសេសតួអង្គដែលយើងទន្ទឹងរង់ចាំមើលពួកគេបង្ហាញខ្លួនអស់រយៈពេលជាយូរណាស់មកហើយអ្នកគាំទ្រ One Piece ប្រកាសជាដឹងហើយថាវគ្គចុងក្រោយនេះនឹងបង្ហាញឲ្យឃើញពីកម្រិតពេញលេញនៃធម៌ពលរបស់តួអង្គនៅក្នុងរឿងដែលយើងទន្ទឹងរង់ចាំដូចជា Monkey D. Dragon, Shanks និងតួអង្គសំខាន់ផ្សេងទៀតជាពិសេសសម្រាប់ Dragon វិញលោក Oda បានទម្លាក់តម្រុយជាច្រើនអំពីសមត្ថភាពរបស់គាត់រួចមកហើយតាមពិតទៅធម្មពល Devil Fruit របស់ Dragon ត្រូវបានកំណត់យ៉ាងច្បាស់ដោយការពិចារណាទៅលើតម្រុយដែលលោក Oda បានបង្ហាញសូម្បីតែលក្ខណៈពិសេសនៃសមត្ថភាពរបស់គាត់ក៏ត្រូវបានបង្ហាញដោយលោក Oda ផងដែរដូច្នេះហើយដោយពិចារណាទៅលើអ្វីៗទាំងអស់នេះយើងអាចដឹងយ៉ាងច្បាស់អំពីសមត្ថភាពរបស់ Dragon និង Devil Fruit ដល់អាថ៌កំបាំងរបស់គាត់ការពិតទៅលោក Oda នៅតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលប៉ុន្តែមានភស្តុតាងជាច្រើនរួចមកហើយអំពីធម៌ពលរបស់ Monkey D. Dragon ដែលអនុញ្ញាតឲ្យយើងទាយទុកអំពីវាបានរឿងដំបូងដែលយើងត្រូវនិយាយគឺ Monkey D. Dragon ពិតជាអ្នកប្រើប្រាស់ Devil Fruit ពិតប្រាកដមែនបើទោះបីជាយើងជាអ្នកគាំទ្រមិនចង់ទទួលយកការពិតនេះក៏ដោយនៅពេលនេះវាពិតជាច្បាស់ណាស់ហេតុផលទី1នោះគឺរូបរាងរបស់ Dragon នៅទីក្រុង Locktown ជាមួយនឹងការផ្លាស់ប្ដូរអាកាសធាតុគឺជាភស្តុតាងដែលបង្ហាញថាគាត់មានសមត្ថភាពពីផ្លែឈើបិសាចវានឹងមិនអាចទៅរួចទេដែលមនុស្សធម្មតាអាចធ្វើដោយ Dragon បានបើមិនប្រើប្រាស់សមត្ថភាពពី Devil Fruit នោះទេហេតុផលទី3នោះគឺ Dragon ត្រូវបានគេឃើញយ៉ាងច្បាស់ថាគាត់បានហោះទៅកាន់ Wind Grandma បន្ទាប់ពីសង្គ្រោះ Sabo ដោយបី Sabo នៅក្នុងដៃរបស់គាត់បន្ទាប់ពីគាត់បានចុះនៅលើនាវាផ្សែងដូចជាចំហាយត្រូវបានឃើញចេញពីខ្លួនរបស់គាត់នេះគឺជាសញ្ញាមួយទៀតដែលបង្ហាញថាគាត់គឺជាអ្នកប្រើប្រាស់ Devil Fruitសូម្បីតែឈ្មោះកប៉ាល់របស់គាត់ក៏ជាសញ្ញាអំពីលោក Oda ថា Dragon មានសមត្ថភាពពីផ្លែឈើបិសាចដែរលើសពីនេះទៅទៀត Dragon តែងតែនិយាយពាក្យដូចជាខ្យល់នៅពេលដែលគាត់និយាយហើយសូម្បីតែឃ្លាមួយដូចជាខ្យល់នៃវាសនារឿងនេះគឺវាគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រដើម្បីដឹងថា Dragon មានសមត្ថភាពពីផ្លែឈើបិសាចដែលតាក់ទងជាមួយនឹងខ្យល់ឬអាកាសធាតុទាំងនេះវាគឺជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះមុនពេលដែលលោក Oda បង្ហាញអំពីសមត្ថភាព Devil Fruit របស់ Dragon ទាំងស្រុងដោយផ្អែកទៅលើអ្វីៗទាំងអស់ដែលលោក Oda បានបង្ហាញអំពីសមត្ថភាពរបស់ Dragon រហូតមកទល់ពេលនេះអ្វីដែលច្បាស់លាស់បំផុតគឺអំណាចនៃការគ្រប់គ្រងខ្យល់ឥឡូវនេះសមត្ថភាពនេះអាចបង្ហាញខ្លួនតាម3របៀបទី1គឺ Dragon អាចមាន Devil Fruit ប្រភេទ Paramezi ដែលអាចគ្រប់គ្រងខ្យល់គាត់នឹងអាចទទួលសមត្ថភាពនៅក្នុងការវាយប្រហារគោលដៅដោយប្រើប្រាស់ខ្យល់និងអាចគ្រប់គ្រងខ្យល់នៅក្នុងបរិយាកាសថែមទាំងគាត់អាចហោះហើរបានទៀតទី2 Dragon មានសមត្ថភាពពីផ្លែឈើបិសាចប្រភេទ Logia ដែលអាចគ្រប់គ្រងខ្យល់ដូចជា Kasegase no Mi ជាដើមមិនដឹងថាខ្ញុំអានត្រូវឬក៏អត់ទេសូមអធិស្ឋានផងនៅក្នុងនាមជាអ្នកគ្រប់គ្រងប្រភេទផ្លែឈើ Logia Dragon នឹងមានសមត្ថភាពមួយក្នុងចំណោមសមត្ថភាពខ្លាំងក្លាបំផុតនៅក្នុងពិភព One Piece នេះនឹងអនុញ្ញាតឲ្យគាត់អាចប្រែខ្លួនទៅជាខ្យល់ផ្លាស់ប្ដូរលំនាំខ្យល់ហោះហើរទៅទីណាដែលគាត់ចង់ទៅคล้ายទៅជាខ្យល់ដោយខ្លួនឯងនិងបំផ្លាញទីក្រុងនិងអ្វីផ្សេងទៀតដែលគាត់ចង់ធ្វើសមត្ថភាព Devil Fruit នេះពិតជាសាហាវសម្រាប់ Dragon ផងដែរសម្រាប់ទី3យើងដឹងរួចមកហើយថា Dragon មានអំណាចនៃការគ្រប់គ្រងខ្យល់ប៉ុន្តែវាមិនច្បាស់គ្រប់គ្រាន់ថាគាត់អាចគ្រប់គ្រងខ្យល់តែមួយមុខឬក៏មានសមត្ថភាពផ្សេងទៀតនោះទេយ៉ាងណាមិញការគ្រប់គ្រងខ្យល់អាចជាផ្នែកមួយនៃសមត្ថភាពផ្សេងទៀតរបស់គាត់ដូចជាអំណាចនៃការបង្កើតព្យុះជាដើមនេះគឺជាសមត្ថភាពមួយទៀតដែល Dragon អាចមានហើយបើយើងក្រឡេកទៅមើលទីក្រុង Locktown នៅពេលដែល Dragon មកដល់ទីក្រុង Locktown Nami បានលើកឡើងថាមានព្យុះមកដល់នាងបានកត់សម្គាល់ឃើញថាសម្ពាធបរិយាកាសកំពុងធ្លាក់ចុះភ្លាមៗនិងលឿនខ្លាំងណាស់ដែលមានន័យថាព្យុះដ៏ធំមួយកំពុងមកដល់បន្ទាប់មកយើងបានឃើញថាមានភ្លៀងធ្លាក់យ៉ាងខ្លាំងវាយប្រហារទីក្រុង Locktown ហើយ Dragon ថែ
មទាំងបង្កើនព្យុះបង្កើតរន្ទះបាញ់បាគីដែលហៀបនឹងសម្លាប់កូនប្រុសរបស់គាត់ Dragon បានគ្រប់គ្រងព្យុះទាំងមូលដើម្បីជួយសង្គ្រោះ Luffy និងធានាថាគាត់អាចចាកចេញពីទីក្រុង Locktown បានឥឡូវនេះសមត្ថភាពខ្យល់ពិតជាអាចបង្កើតព្យុះបានប៉ុន្តែវាទំនងជាងដែល Dragon មានអំណាចនៅក្នុងការបង្កព្យុះដែលជាមូលដ្ឋានផ្ដល់ឲ្យគាត់នៅអំណាចនៃការគ្រប់គ្រងខ្យល់ដោយស្វ័យប្រវត្តិធ្វើឲ្យគាត់កាន់តែខ្លាំងដែលយើងអាចគិតម្យ៉ាងទៀតបានថា Dragon អាចនឹងជាម្ចាស់នៃផ្លែឈើ Storm Fruit បើទោះជាយ៉ាងណាក៏ដោយគំនិតមួយនេះទំនងដែរវាអាចថាជា Storm Fruit ឬ Win Fruit តែមិនថាសមត្ថភាពបែបណាក៏ដោយវាពិតជាខ្លាំងក្លាណាស់ហើយវាពិតជាស័ក្តិសមនឹងបុរសដែលជាមេបញ្ជាការកំពូលនៃកងទ័ពបដិវត្តបើទោះបីជា Dragon ជាម្ចាស់ Devil Fruit ដ៏ខ្លាំងយ៉ាងណាក៏ដោយក៏គាត់មិនពឹងផ្អែកទៅលើវាទាំងស្រុងនោះដែរយើងដឹងហើយថា Dragon ក៏មាន Haki ប៉ុន្តែមិនមានសេណារីយ៉ូច្បាស់លាស់ណាមួយថាគាត់មាន Haki ប៉ុន្មាននោះទេប៉ុន្តែបើតាមការប៉ាន់ស្មានរបស់អ្នកគាំទ្រ One Piece បានលើកឡើងថាគាត់អាចនឹងមាន Haki ទាំង3ប្រភេទទំនងជា Conqueror Haki, Observation Haki និង A Moment Haki ដោយដែលបានជម្រាបអញ្ចឹងលោក Ichiro Oda ដែលជាអ្នកនិពន្ធរឿង One Piece បានរក្សាទុកព័ត៌មានយ៉ាងច្រើនអំពីសមត្ថភាពរបស់អតីតកងទ័ពជើងទឹក Dragon ដោយចេតនាហើយលើសពីនេះទៅទៀតគាត់ក៏ជាអ្នកប្រយុទ្ធដ៏ជំនាញផងដែរដោយដែលគាត់បានបណ្ដុះបណ្ដាល Sabo អំពី Ryusuken អំណាចរបស់គាត់មើលទៅមានភាពចម្រុះយ៉ាងខ្លាំងហើយគាត់ពិតជាមានជំនាញប្រយុទ្ធអាចប្រយុទ្ធបានច្រើនវិធីយ៉ាងណាក៏ដោយ Dragon ស្ថិតនៅក្នុងចំណោមតួអង្គដ៏ខ្លាំងក្លាមួយនៅក្នុងពិភព One Piece នាពេលបច្ចុប្បន្ននេះហើយតួអង្គរបស់គាត់គឺពិតជាសំខាន់បំផុតនៅក្នុងសាច់រឿងផងដែរវានឹងគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះមុនពេលដែល Dragon ត្រូវបានបង្ហាញឲ្យឃើញពីសមត្ថភាពពិតប្រាកដរបស់គាត់ហើយពេលនេះយើងនឹងពិតជាបានឃើញនៅអ្វីដែលគាត់អាចធ្វើបានតែដោយសារតែ One Piece ស្ថិតនៅក្នុងវគ្គចុងក្រោយដោយដែលបាននិយាយវានឹងគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះមុននឹង Dragon បង្ហាញថាមពលពេញលេញរបស់គាត់ជាពិសេសនៅពេលដែលគាត់ចាប់ផ្ដើមប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលពិភពលោកតើអ្នកទាំងអស់គ្នាគិតថា Dragon មាន Devil Fruit ប្រភេទណាតើអ្នករំពឹងអ្វីខ្លះអំពីទូនាទីរបស់គាត់នៅក្នុងវគ្គចុងក្រោយរបស់ One Piece សូមចែករំលែកគំនិតរបស់អ្នកនៅក្នុង comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពី One Piece បន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ